នេះគឺជាការប្រកួតមួយដ៏អស្ចារ្យសម្រាប់រដ្ឋាភិបាលប្រើរយៈពេលតែ1នាទីជាងទទួលកីឡាករដ៏ល្បីម្នាក់របស់ជប៉ុនឲ្យបោះបង់ការប្រកួតក្នុងដែនទឹកទី1ចំពោះប្រាក់ចំណូលសរុបទាំងតម្លៃខ្លួននិងការឧបត្ថម្ភពីក្រុមហ៊ុននានាតាមព័ត៌មានទាំងអស់$35,000រដ្ឋាភិបាលមានប្រៀបដែលចូលទាត់និងប្រើកណ្ដាប់ដៃលឿនហើយធ្ងន់បណ្ដាលឲ្យចូលគុំគៀនខាងស្ដាំកីឡាករជប៉ុនយ៉ាងដំណំពេលនោះហើយដែលធ្វើឲ្យកីឡាករជប៉ុនបាត់បង់ស្មារតីក្នុងការប្រកួតក្នុងដើមទឹកទី1តែម្ដងដូច្នេះជ័យជំនះត្រូវបានទៅលើរដ្ឋាភិបាលទាំងស្រុងនេះគឺជាការអបអរសាទរពីព្រះរាជារដ្ឋាភិបាល